កូនជាទីស្រឡាញ់ហេតុអ្វីបានជាកូនមើលរំលងសេចក្តីសុខនៅក្បែរខ្លួនមនុស្សគ្រប់គ្នាទាំងអស់នៅលើលោកយើងនេះគ្មានអ្នកណាម្នាក់ដែលមិនថាចង់បានសេចក្តីសុខនោះទេព្រោះតែការចង់បានសេចក្តីសុខនេះហើយទើបហ៊ានសម្លាប់បៀតបៀនជីវិតគេក៏ព្រោះតែចង់ឲ្យខ្លួនឯងបានសេចក្តីសុខហ៊ានកេងប្រវ័ញ្ចលួចទ្រព្យសម្បត្តិគេក៏ព្រោះតែចង់ឲ្យខ្លួនឯងបានសេចក្តីសុខហ៊ាននិយាយកុហកបោកប្រាស់គេក៏ព្រោះតែចង់ឲ្យខ្លួនឯងបានសេចក្តីសុខដែរហេតុដូច្នេះហើយទើបយើងហ៊ានធ្វើអំពើគ្រប់បែបយ៉ាងទាំងអស់នេះគោលបំណងមានតែម្យ៉ាងគត់គឺដើម្បីស្វែងរកសេចក្តីសុខឲ្យខ្លួនឯងតែការស្វែងរកសេចក្តីសុខរបស់យើងគឺជាការស្វែងរកខុសវាមិនបានសុខតែវាបានជាទុក្ខទៅវិញមានមនុស្សជាច្រើនស្មានថាធ្វើអំពើបែបនោះហើយនាំឲ្យបានសេចក្តីសុខតែវាមិនបានសម្រេចដូចអ្វីដែលគិតស្មាននោះឡើយព្រោះទាំងវើដែលប្រព្រឹត្តដោយកាយការបៀតបៀនជីវិតគេនិងលួចទ្រព្យបោកប្រាស់គេមិនមែនជាហេតុនាំឲ្យបានសេចក្តីសុខឡើយដូច្នេះហើយយើងកុំចង់បានសេចក្តីសុខនៅលើកំណត់ទុករបស់អ្នកដទៃអីអ្នកខ្លះព្រោះតែចង់បានសេចក្តីសុខនាំគ្នាទៅបន់ព្រះសំពះទេវតាអរណតាហោរាទុទាយតែមិនព្រមធ្វើហេតុដែលនាំឲ្យបានសេចក្តីសុខតើធ្វើម្ដេចនឹងបានសុខទៅខ្លួនឯងស្វែងរកសេចក្តីសុខដោយខ្លួនឯងតែបែរជាទៅរកវត្ថុដទៃដើម្បីផ្ដល់សេចក្តីសុខឲ្យខ្លួនគឺគ្មានក្បួនឯណាអាចទៅរួចឡើយការពិតសេចក្តីសុខគឺនៅក្បែរខ្លួនយើងនឹងហើយគ្រាន់តែយើងមើលមិនឃើញឬមិនស្គាល់ថាអ្វីទៅជាសេចក្តីសុខពិតប្រាកដដែលខ្លួនគួរស្វែងរកតែប៉ុណ្ណោះសេចក្តីសុខនៅនឹងមុខបែរជាមិនព្រមធ្វើបែរជានាំគ្នាហោះហើររំលងទៅរកកន្លែងដទៃតើនឹងបានសេចក្តីសុខមកពីណាសេចក្តីសុខមិនចាំបាច់ទៅរកនៅទីដទៃឆ្ងាយឡើយគឺរកនៅក្នុងខ្លួនយើងនេះហើយព្រោះបើចិត្តរបស់យើងស្វែងរកសេចក្តីសុខឃើញហើយខ្លួនប្រាណរបស់យើងក៏បានសុខដូចគ្នាតែបើចិត្តរបស់យើងរកសេចក្តីសុខមិនឃើញទេទោះបីជាបន់ព្រះសំពះទេវតាឬវត្ថុស័ក្តិសិទ្ធិយ៉ាងណាក៏មិនអាចផ្ដល់សេចក្តីសុខឲ្យយើងបានដែរដូច្នេះហើយយើងត្រូវតែប្រឹងប្រែងស្វែងរកសេចក្តីសុខដោយខ្លួនឯងជាទូទៅយើងច្រើនតែបែកខ្នងដាក់សេចក្តីសុខហើយនាំគ្នាឆ្ពោះទៅរកសេចក្តីទុក្ខទាំងដែលសេចក្តីសុខនៅក្បែរស្ទើរតែរាល់ថ្ងៃតែយើងមិនអោយតម្លៃរហូតទៅដល់ថ្នាក់រុញច្រានសេចក្តីសុខចេញពីជីវិតខ្លួនឯងហើយទាញយកសេចក្តីទុក្ខមកជំនួសវិញក៏មានអំពើដែលនាំឲ្យបានសេចក្តីសុខមិនពិបាកធ្វើនោះទេគឺងាយធ្វើណាស់
ប្រសិនជាយើងចេះធ្វើហើយក៏មិនចាំបាច់ទៅសូមពីអ្នកណាម្នាក់ឬទៅសូមបន់ស្រន់អ្នកណាម្នាក់ឡើយគឺត្រូវតែសូមពីខ្លួនឯងហើយនឹងធ្វើឲ្យខ្លួនឯងទើបយើងបានសេចក្តីសុខដែលយើងចង់បានហេតុដែលនាំឲ្យបានសេចក្តីសុខគឺមានច្រើនណាស់ដែលយើងមើលរំលងដូចជាការយកចិត្តទុកដាក់បម្រើថែទាំឪពុកម្ដាយដោយចិត្តស្មោះស្ម័គ្រភក្តីនេះជាហេតុនាំឲ្យកូនប្រុសស្រីបានសេចក្តីសុខការគោរពកោតក្រែងចំពោះសាមណៈអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាដែលជាអ្នកមានសិលមានគុណធម៌ល្អក៏ជាហេតុនាំមកនៅសេចក្តីសុខការគោរពចាស់ព្រឹទ្ធាចារ្យលោកយាយលោកតាដែលជាអ្នកមានសិលធម៌និងគុណធម៌ក៏ជាហេតុនាំមកនៅសេចក្តីសុខការរក្សាសិលឬក៏ការវាចាកនៅអំពើអាក្រក់ផ្សេងមានការមិនសម្លាប់សត្វមិនលួចទ្រព្យគេមិនយកភរិយាស្វាមីរបស់អ្នកដទៃមិននិយាយកុហកគេនិងមិនផឹកនៅទឹកស្រវឹងនេះក៏ជាហេតុនាំមកនៅសេចក្តីសុខការដល់នៅព្រះរតនត្រ័យគឺព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីពឹងទីរលឹកក៏ជាហេតុនាំមកនៅសេចក្តីសុខការមិនជឿនៅមង្គលភ្ញាក់ផ្អើលគឺការមិនជឿលើគ្រូទាយមិនជឿលើអរណតាមិនជឿលើការបន់ស្រន់បួងសួងនិងសែនព្រេនឡើយដោយការជឿជាក់លើខ្លួនឯងតែម្យ៉ាងគឺជាហេតុនាំមកនៅសេចក្តីសុខការខំប្រឹងសិក្សារៀនសូត្រឲ្យមានចំណេះដឹងឲ្យមានបញ្ញាកុំជឿលើអ្វីផ្ដេសផ្ដាស់និងកុំឲ្យគេបោកប្រាស់បានក៏ជាហេតុនាំមកនៅសេចក្តីសុខការមិនធ្វើអំពើបាបគ្រប់បែបយ៉ាងទោះបីក្នុងទីកំបាំងមុខក្តីឬក្នុងទីចំពោះមុខក្តីគេដឹងគេមិនដឹងក្តីក៏ជាហេតុនាំមកនៅសេចក្តីសុខការចេះព្រមព្រៀងគ្នាចេះសាមគ្គីគ្នានិងធ្វើការងារសុចរិតឬធ្វើការសង្គមផ្សេងរបស់មនុស្សដែលរស់នៅក្នុងសង្គមជាតិសង្គមសាសនានិងសង្គមគ្រួសារក៏ជាហេតុនាំមកនៅសេចក្តីសុខការចេះជួយគ្នាក្នុងគ្រាមានអាសន្នការផ្ដល់កម្លាំងចិត្តផ្ដល់ការលើកទឹកចិត្តផ្ដល់បទពិសោធន៍ជីវិតផ្ដល់ចំណេះដឹងផ្ដល់ពាក្យពេចន៍អប់រំទូមានព្រានប្រដៅឲ្យដើរផ្លូវល្អផ្លូវត្រូវនេះក៏ជាហេតុនាំមកនៅសេចក្តីសុខការមិនឆ្លោះទាស់ទែងខ្វែងគំនិតគ្នាចេះអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមកមិនប្រកាន់ខុសទំនងមិនហួងហែងចេះអនុគ្រោះគ្នាមិនចងកម្មពៀននឹងគ្នានិងចេះអប់រំចិត្តគ្នាឯងឲ្យបានល្អនេះក៏ជាហេតុនាំមកនៅសេចក្តីសុខការឲ្យទានដល់អ្នកកំសត់អ្នកទូរគត
ការធ្វើបុណ្យដោយចិត្តបរិសុទ្ធការស្រឡាញ់រាប់អានចំពោះញាតិទូទៅដោយពិតប្រាកដមិនគិតមានក្រខ្មៅសល្អក៏ជាហេតុនាំមកនៅសេចក្តីសុខការសេពគប់ជាមួយនឹងកល្យាណមិត្តគឺមិត្តដែលមិនស្គាល់គ្នាតែពេលមានបានមិត្តដែលមិនគិតតែប្រយោជន៍ខ្លួនឯងមិត្តដែលនាំឲ្យមានសេចក្តីចម្រើនក៏ជាហេតុនាំមកនៅសេចក្តីសុខទាំងនេះគឺជាសេចក្តីសុខងាយងាយនៅក្បែរខ្លួនដែលយើងមិនចាប់អារម្មណ៍បែរជានាំគ្នាទៅដើរកន្លងរកសេចក្តីសុខคล้ายៗទៅវិញ